Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមកបន្តលេងនៅក្នុង server Friendly MC ទៀតណាអ្នកគ្នាអញ្ចឹងនៅក្នុង server នេះខ្ញុំធ្លាប់ចូលលេងពី season មុនដែរអ្នកគ្នាហើយឥឡូវគឺថា season មុននឹងតបបានចប់ហើយអញ្ចឹងឥឡូវយើងចូល season ថ្មីមកគឺថាយើង start ពីអ្វីថ្មីចាប់ដើមឡើងវិញទាំងអស់អ្នកគ្នាអញ្ចឹងអ្នកគ្នាអាចមើលបានគឺថា បែបរបស់ខ្ញុំក៏ពីលើកមុនគឺថាបានផុតពី season ហ្នឹងហើយអញ្ចឹងឥឡូវយើងចូលមក season ថ្មីយើងបន្តមកធ្វើអ្វីថ្មីទៀតអ្នកគ្នាអញ្ចឹងនៅក្នុង season នេះគឺយើងនឹងមកសង់ផ្ទះសង់ឲ្យឡើងវិញអញ្ចឹងអ្វីគ្រប់យ៉ាងគឺត្រូវបានបញ្ចប់អញ្ចឹងនៅពេលដែល season ចាស់យើងតបផុតហើយអញ្ចឹងយើងចូល season ថ្មីគឺយើងនឹងសង់អ្វីដែលយើងត្រូវសង់វាឡើងវិញអ្នកគ្នាចឹងនៅក្នុង server friendly នេះគឺថាខ្ញុំបានចូលមកតេស្ត season ថ្មីហ្នឹងគឺបានមករយៈអ្នកនេះហើយបើសរុបជាម៉ោងគឺថាយើងទទួលបាន2ម៉ោងកន្លះហើយអ្នកនេះចឹងអ្នកនរគ្នាអាចទៅមើលបានចឹងនេះគឺជារបស់របរដែលខ្ញុំបានចូលមកលេងហើយមានគេឲ្យផងមានយើង farm ផងអ្នកនេះគឺថាវានៅក្នុងទាំងអស់ចឹងយើងដាក់វាតាមhẹpមួយចឹងណាគ្នាចឹងវាមាន iron emerald តែអីចឹងណាគ្នាហើយអាហ្នឹងទាំងអស់នេះសិតតែលុយណាគ្នាចឹងមូលហេតុដែលខ្ញុំយកវាមកដាក់ហ្នឹងគឺថាខ្ញុំអត់ហ៊ានលក់ភ្លាមទេអ្នកគ្នាចាំមកពេលយើងត្រូវការចាំយើងលក់ពីព្រោះបើសិនជាយើងលក់ភ្លាមនៅពេលដែលយើងបានលុយយើងទៅ farm នៅកន្លែងlucky farm គឺថាពេលបើយើងងឹបគឺថាយើងនឹងអស់លុយតាមនឹងដែរណាអញ្ចឹងខ្ញុំsẽចិត្តយកវាមកទុកក្នុងនេះមកនៅពេលដែលយើងត្រូវការទិញអីគឺយើងអាចយកទៅលក់បានណាអ្នកនេះអញ្ចឹងអ្នកនេះអាចធ្វើតាមវិធីសាស្ត្រខ្ញុំបានអ្នកនេះគឺថាយើងមិនអាចអស់លុយដោយ free ទេណាគ្នាអញ្ចឹង season ថ្មីនេះគឺចូលមកគឺថាគេអាប់ដេតមកថ្មីគេលុយមែនទេអ្នកនេះវាមានទាំងបកគោភ្លើងបកគោអីអញ្ចឹងគឺអែមមែនទេតែសំខាន់នេះគឺគេមានកន្លែងលក់អីចឹងអ្នកគ្នាគឺមើលទៅរៀងតំណងស្អាត season នេះគឺកប់សេរីដែរគឺគេមានកន្លែងលក់អីឃើញណាអ្នកគ្នាចឹងយើងអាចអង្គុយបានហើយយើងកំងទៅហើយអ្នកលក់គេចាំលក់អីចឹងបើសិនជាអ្នកគ្នាលេងអីជួបខ្ញុំអីនៅឃើញបេះខ្ញុំអីអ្នកអាចមកលេងខ្ញុំបានដែរហើយខ្ញុំក៏អាចបានទៅហាមឲ្យអ្នកគ្នាមកលេងទេតែសំខាន់ភាគច្រើននៅក្នុង plot នេះគឺថាអត់សូវមានជាមួយនឹង player គាត់ចូលមកលេងទេហើយណាមួយក៏មិនសូវមាន player គាត់ទៅឆ្លងកាត់តាមនឹងដែរចឹងយើងមិនអាចជួបគាត់បានទេអ្នកគ្នាចឹងឥឡូវយើងគិតថាយើងទៅកន្លែង spawn នេះទៅអ្នកគ្នាចឹងអ្នកគ្នាធ្វើការវាយ /spawn មកចឹងអ្នកគ្នានឹងទៅដល់កន្លែង spawn ហើយចឹងនៅកន្លែង spawn នេះគឺថាស្អាតមែនទេអ្នកគ្នាគឺថាធំល្វឹងល្វើយវាផ្លែកភ្នែកដែរអ្នកគ្នាចឹងនៅក្នុង spawn នេះគឺថាយើងមានជាមួយនឹង logo មួយផុសប្រដែតនៅលើនេះអ្នកគ្នាហើយជាមានជាមួយនឹង cartoon លក្ខណៈថារូប 3D គឺថាមានជាមួយនឹងតាកាន់ជាមួយនឹងលបាញ់ហើយមានឃ្មុំមានអីយ៉ាងណាគ្នាចឹងនៅកន្លែងតំណឹងគឺថាយើងមានជាមួយនឹងកន្លែង AOK ដែរគឺកន្លែង AOK យើងគឺនៅខាងក្រោមអ្នកគ្នាហើយបាដើមអ្នកនោះគឺលុយច្រើនមែនទេអ្នកគ្នាឡើង 200k ចឹងអ្នកគ្នាត្រឡប់មកខាងនេះគឺថាយើងមានជាមួយនឹង farm ដែរអ្នកគ្នាគឺថាបើសិនជាអ្នកគ្នាចង់បានលុយឯអ្នកគ្នាcầnមកវាយស្រោមកគឺថាវាទទួលបានរបស់ហើយសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺអ្នកគ្នាមិនអាចមក farm បានទេបើសិនជាអ្នកគ្នាមក farm គឺ item របស់គ្នាដែលខំរកបានតែប្រហែលនោះគឺថាវានឹងបាត់ចឹងសម្រាប់ farm ហ្នឹងគឺថាសម្រាប់ player ខ្លាំងកាត់មក farm ទេសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យចឹងអ្នកគ្នាចាប់យើង player ទៅជួអញ្ចឹងគឺថាចូលមកអាចនឹងស្លាប់ភាសាស្នាដៃគេពីព្រោះខ្ញុំចូលមកតេស្តហ្នឹងខ្ញុំបានទៅលេង PVP ដែរអ្នកគ្នាចឹងពេលចូលទៅគឺថាងាប់ឲ្យស៊ីបាយចឹងឯអ្នកគ្នាគេវាយឡើងតក់បណ្ដោយចឹងsắp season ថ្មីនេះគឺថាស្អាតមែនទែនប្លែកគ្នាខ្ញុំទៀតអ្នកគ្នាគឺអែមមែនទែន
ចឹងឥឡូវយើងត្រឡប់ទៅកាន់ plot យើងវិញអ្នកនរគ្នាចឹងពេលយើងបានដល់ plot យើងនឹងចាប់ផ្ដើមសាងសង់អីដែលយើងចង់សាងសង់ទៅអ្នកនរគ្នាចឹងសម្រាប់វីដេអូនេះគឺថាខ្ញុំអត់ទាន់បានសាងសង់ទេខ្ញុំទុកវាសិនគឺថាសម្រាប់វីដេអូក្រោយខ្ញុំនឹងមកសាងសង់ជាមួយនឹងផ្ទះយើងក៏ដូចជាធ្វើអ្វីថ្មីទៀតអ្នកនរគ្នាចឹងផ្ទះខ្ញុំប្រហែលជាអត់សាងសង់ដូច season មុនទេព្រោះ season មុនខ្ញុំសាងសង់ base មួយធំមែនទេអ្នកនរគ្នាពេលអញ្ចឹងទៅមានអារម្មណ៍ថាទៅបណ្ដោយចឹង season នេះគឺថាខ្ញុំមកសាងសង់ជាមួយនឹងផ្ទះល្មមទេអ្នកនរអត់សូវធំប្រហែលទេហើយយើងនឹងសាងសង់ធ្វើជារបងធ្វើអីឲ្យស្អាតដែរអ្នកនរចឹងអ្វីដែលខ្ញុំចង់បាននៅក្នុងបែបខ្ញុំគឺថាខ្ញុំចង់បានជាមួយនឹង villager ដែរអ្នកនរពីព្រោះនៅ season មុនគឺថាខ្ញុំអត់មានជាមួយនឹង villager ទេអញ្ចឹងខ្ញុំអត់មានគ្នាលេងជាមួយដោយសារតានៅក្នុង plot ហ្នឹងគឺវាភាគច្រើនតិចគឺអត់សូវមាន player គាត់លេងទេអញ្ចឹងគាត់ទៅលេងគឺគាត់ទៅលេងនៅកន្លែងworld ធំហ្នឹងគេដូច world ជាងលេងនៅក្នុង world ធម្មតាគឺពីចឹងគាត់លេងនៅនឹងឯងចឹងដល់ពេលខុំ plot ហ្នឹងគឺថាភាគច្រើនគឺ player តិចគាត់ចូលមកលេងតែមិនមែនថាអត់ player គាត់ចូលមកលេងប៉ុន្តែមិនដែលឃើញគាត់សាងសង់អីជាងជឿជាមួយខ្ញុំតើចូលទៅក្នុង plot ថ្មីគឺមានឈ្មោះ player គាត់នៅនឹងប៉ុន្តែពេលចឹងគឺថាគាត់អត់ទាន់លេងចឹងណានេះឃើញចូលមកគឺថាមានឈ្មោះគាត់ហើយសម្រាប់គាត់ចូលមកលេងហ្នឹងគឺមានតែប៉ុណ្ណឹងហើយយើងនឹងលេងមិនយើងទៅភាសាគ្នាមិនកើតហើយអាផ្លត់ខ្លះគឺថាទៅទេស្អាតបណ្ដោយអត់ទាន់គឺមាន player ណាមកលេងទេដូចអានេះគឺថាមានជាមួយនឹង chess មួយក៏ដូចជា graphic table មួយហ្នឹងឯងចឹងវាអញ្ចឹងណាអ្នកហើយឥឡូវខ្ញុំបន្តទៅអានេះមួយទៀតចឹង player នេះគឺថាគាត់បានចូលមកលេងដែរប៉ុន្តែដូចជាដាក់តាមបានជាមួយនឹងដំណាំគាត់មិនតិចដែរអ្នកនេះចឹងនេះដំណាំគាត់គឺថាមានតែប៉ុណ្្នឹងឯងអ្នកនេះគឺអត់ឃើញមានថាគាត់ចូលមកគាត់សាងសង់ផ្ទះឬក៏បៀលទៅលើអីចូលមកមានអានោះតាមដើមឈើដាក់កវ៉ាន់ចោលហើយទៅបាត់ទៅហើយដល់ពេលស្រាប់យើងចូលមកចង់រឹបអានវិភាគអីគឺថាវាអត់មានបណ្ដោយមើលដូចមកមានអីមានតែឈ្មោះហ្នឹងហើយមានកាហ្វេទីបលមួយហើយប៉ុណ្ណឹងហើយដល់ពេលអញ្ចឹងអត់ដឹងថាយើងចូលមកលេងដូចអេកបណ្ដោយអញ្ចឹងបាទខ្ញុំចង់បានជាមួយនឹង villager ទៅដើម្បីសាងសង់ផ្ទះបីមាន villager នៅជាមួយចឹងណាអញ្ចឹងបានវាអែមហើយនៅក្នុងនឹងគឺសិនជាមាន player ក៏លេងច្រើនទៅជាអែមអ្នកនេះតែពេលនេះ player ក៏លេងតិចពេកទៅវាអត់ទៅសប្បាយសោះពេលដូចឯកាអញ្ចឹងសម្រាប់វីដេអូខ្ញុំនៅថ្ងៃហ្នឹងក៏មានត្រឹមតែប៉ុណ្្នឹងដែរអ្នកនេះអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូខ្ញុំកុំភ្លេចជួយចុច subscribe ទៅលើ channel ខ្ញុំម្នាក់មួយផងហើយខ្ញុំជិតបានជាមួយនឹង500 subscriber ហើយអ្នកគ្នាហើយសម្រាប់អ្នកមើលគឺខ្ញុំសូមឲ្យមើលបាន 4-5 នាទីផងទៅអ្នកគ្នាដោយសារតែខ្ញុំនៅខ្វះជាមួយនឹងម៉ោងរៀងច្រើនដែរអ្នកគ្នាអញ្ចឹងសង្ឃឹមថាអ្នកគ្នាជួយខ្ញុំអ្នកបន្តិចចឹងអ្នកគ្នាអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយអ្នកទាំងអស់គ្នា